អ្នកឱកាសបនជោឆ្នាំថ្មីប្រពៃណីជាតិមន្ទីរវប្បធម៌កីឡានិងទេសចរខេត្តអាំងយ៉ាងបានចាត់តាំងទិវាវប្បធម៌កីឡានិងទេសចរជនជាតិខ្មែរលើកទី14ឆ្នាំ2025នេះជាសកម្មភាពដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរឆ្ពោះដល់អំណរអនុស្សាវរីយ៍លើកទី50ទិវារំដោះភាគខាងត្បូងឯកភាពទឹកដីចូលរួមពិធីបុណ្យមាន7ក្រុមរួមមានទីរួមខេត្តទីងបៀងស្រុកទ្រីតូងថៃសើងចៅថាញ់ចៅភូសាលាជនជាតិអន្តេវាសិកអនុវិទ្យាល័យទ្រីតូងមធ្យមសិក្សាវិជ្ជាជីវៈជនជាតិភាគតិចខេត្តអាំងយ៉ាងបណ្ដាសកម្មភាពប្រព្រឹត្តឡើងក្នុងពិធីបុណ្យរួមមានសមោសរសិល្បៈមហាជនពិធីប្រឡងម្ហូបអាហារប្រពៃណីខ្មែរការប្រកួតកីឡាល្បែងប្រជាប្រិយនិងតាំងពិព័រណ៍រូបថតវត្ថុតាំងនិងគេដំណើរវប្បធម៌ជនជាតិខ្មែរនៅខេត្តអាំងយ៉ាងថ្ងៃបុណ្យវប្បធម៌នេះមានអត្ថន័យកំពុងពុះយ៉ាងខ្លាំងដើម្បីយើងថែរក្សានៅកេរមរតករបស់ជីដូនជីតាជនជាតិខ្មែរយើងខ្ញុំត្រេកអរណាស់បានខេត្តអាំងយ៉ាងប្រពនៅថ្ងៃបុណ្យវប្បធម៌របស់ជនជាតិខ្មែរយើងហើយថ្ងៃបុណ្យវប្បធម៌របស់ជនជាតិខ្មែរនឹងមកដើម្បីឲ្យកូនចៅមានស្គាល់នៅរបស់ខាងសិល្បៈខ្មែរតន្ត្រីខ្មែរក្បាច់រាំខ្មែរដើម្បីឲ្យក្មេងៗសាក្រោយជាពិសេសបង្ហាញនៅវប្បធម៌ខ្មែរយើងឲ្យបរទេសនិងជនជាតិផ្សេងអាចយល់បានអត្ថន័យបាទចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺសមោសរសិល្បៈមហាជនដែលមានឈុតសម្ដែងច្រៀងរាំនិងសម្ដែងសម្លៀកបំពាក់ប្រពៃណីបង្កបរិយាកាសរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីឈុតសម្ដែងសិល្បៈរបស់ក្រុមនីមួយៗបង្ហាញពីការផ្លាស់ប្ដូរភូមិស្រុកនិងសាមគ្គីភាពរវាងបណ្ដាជនជាតិលើភូមិសាស្ត្រតាមរយៈនោះស្ដារការភ្ញាក់រលឹកថែរក្សានិងពង្រីកតម្លៃវប្បធម៌ជាតិក្នុងសហគមន៍ជាពិសេសសិស្សានុសិស្សនៅសាលារៀនជនជាតិអន្តេវាសិកខ្ញុំចូលចិត្តសម្លៀកបំពាក់ខ្មែរតាំងពីក្មេងមកដល់ឥឡូវនេះដល់ពេលដែលខ្ញុំបានពាក់វាមកលើខ្លួនខ្ញុំហើយគឺខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយគឺទី1ខ្ញុំបានចូលរួមវប្បធម៌លក្ខណៈខ្មែរទី2គឺរួមចំណែករក្សាវប្បធម៌ប្រពៃណីខ្មែរtổ chức ngày hội này để យើងខ្ញុំចាត់តាំងពិធីបុណ្យនេះដើម្បីផ្សព្វផ្សាយអំពីលក្ខណៈពិសេសនៃវប្បធម៌សិល្បៈម្ហូបអាហារនិងកីឡារបស់ជនរួមជាតិខ្មែរជាពិសេសគឺការសម្ដែងសិល្បៈចង្វាក់រាំនិងចម្រៀងប្រជាប្រិយរបស់ជនជាតិខ្មែរតាមរយៈនោះមានមីងរួមជាមួយសហគមន៍ការពារនិងពង្រីកជាងទៀតនៅតម្លៃវប្បធម៌ព្រមជាមួយនោះរួមចំណែកអប់រំប្រពៃណីនិងជំរុញផ្នែកទេសចររបស់ខេត្តឲ្យមានភាពវិវត្តផងដែរពីឆ្នាំចាត់តាំងម្ដងពិធីបុណ្យវប្បធម៌កីឡានិងទេសចរជនជាតិខ្មែរខេត្តអាំងយ៉ាងគឺជាឱកាសសម្រាប់សិស្សានុសិស្សនិងសិល្បករសិល្បករនីមិនជំនាញក្នុងខេត្តបានជួបជុំផ្ដោះប្ដូរបទពិសោធន៍អំពីវិស័យវប្បធម៌តាមរយៈនេះបង្កសាមគ្គីភាពរវាងជនជាតិផ្សេងៗក្នុងខេត្តរួមគ្នាថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើរក្នុងដំណើរសមាហរណកម្មនិងការអភិវឌ្ឍ